เลยมันประมาณในประมาณจุยอุปธรรมบงกีซาก็จะมีคนนี้กีเมียนไอ้ที่เกาใจเมียนนะตักลุยตักแพะมานั่งก็ใจខ្ញុំហើយថ្ងៃនេះបានចូលរួមមកលើកទឹកចិត្តគ្រួសារនឹងខ្ញុំក៏ពីចេញគុណនីតិដែលគាត់ក៏ជាប់គុណនីតិដែលពី2ឆ្នាំតែតែលើកទឹកចិត្តខ្ញុំកន្លងមកបានខ្ញុំធ្វើជើម្ដងថ្ងៃនេះហើយតែតែបានជួយឧបត្ថម្ភដល់គ្រួសារខ្ញុំជារឿយៗរហូតមកដល់ថ្ងៃនេះហើយក៏នៅតែមានទឹកចិត្តមកចូលរួមអបអរសាទរហូបអាហារសម្រន់ជាមួយគ្នាហើយនៅឧបត្ថម្ភជាថវិកាទៀតចា៎នេះខ្ញុំសូមគោរពជូនពរអូនគូបងនៃក្រុមការងារទាំងអស់សូមជួបតែសេចក្តីសុខហើយការងារយើងជោគជ័យទៅថ្ងៃមុខនៅឆ្នាំ2027និង2028សម្រាប់គណៈបព្វជិិលៀងអាខ្ពស់ជាងគេតាមយើងចា៎អាចមកយើងតើក៏ទៅសម្រាប់ពិតខ្លួនឯងបងគីភាសាឆ្លោយបន្តិចទេហ្នឹងហើយអរគុណដល់មាជិកាក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ក៏ដូចជាថ្នាក់ដឹកនាំប្រតិបត្តិស្រុកទាំងស្រុកកោះស្ទឹងក៏ដូចជាស្រុកព្រៃអូនិងស្រុកកោះមាសដែលមានវត្តមានមកលើកទឹកចិត្តដល់កម្លាំងចិត្តក្រោយពេលដែលខ្ញុំចេញពីកាមេរ៉ានេះគឺខ្ញុំមានសេចក្តីត្រេកអរអរគុណដល់បងប្អូនសមាជិកសមាជិកាទាំងអស់ដែលរួមដំណើរគ្នាតាំងពីគណៈបកភ្លើងទៀនមករហូតមកដល់គណៈបកកម្លាំងជាតិនេះគឺខ្ញុំមានសេចក្តីត្រេកអរអរគុណហើយនឹងសន្យាជាមួយបងប្អូនថាមិនរត់ចោលបងប្អូនជាដាច់ខាតនៅក្នុងខេត្តកំពង់ចាមដរាបការជីវិតខ្ញុំជាម្ចាស់ស្រាប់គឺតែបានឃ្លាតចាកឆ្ងាយពីបងប្អូនណាទោះបីប្រឈមមុខយ៉ាងណាក៏ខ្ញុំតែតស៊ូគ្រប់ពេលវេលាណាហើយនៅជាមួយបងប្អូនអត់ទៅណាចោលបងប្អូនទេហើយនឹងការពារដល់សមាជិកវិចារបងប្អូនព្រាបានដូចជាមេមន់មួយដែលកំពុងមានកូនមួយសម្បុកតែកាលណាអត់មានមេខ្លៃគេតែទៅហើយឆាបនៅពេលដែលយើងមានមេតែតែការពារកូនដូចជាខ្លែងមិនអាចឆាបបានទេយ៉ាងណាមិញសមាជិកសមាជិកាទាំងអស់បើរងសម្ពាធគៀបសង្កត់ពីអញ្ញាធមមូលដ្ឋានក្តីក៏ដូចជាអ្នកណាក្តីដែលមានការដាក់សម្ពាធគំរាមកំហែងគឺខ្ញុំនឹងការពារគ្រប់ពេលវេលាមិនរត់ចោលបងប្អូននឹងប្រឈមមុខចេញមុខជំនួសណាការពារដល់សមាជិកសមាជិកាទាំងអស់តាមបណ្ដាស្រុកទាំង10ស្រុកក្រុងនេះឯងនៅក្នុងខេត្តកំពង់ចាមបាទយកបាក់ណាទៀតយក